ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបកំណត់តួនាទីសមាជិកនៅក្នុងក្រុម Telegram យើងអាចសមាជិកកំណត់តួនាទីដាក់របស់គាត់ដាក់ពេលដែលយើងបើកក្រុម Telegram ទៅយើងកំណត់ឲ្យគាត់ជាប្រធានអនុប្រធានសមាជិកឬក៏ជំនួយការឬអីចឹងណាយើងកំណត់គាត់នៅក្នុងក្រុម Telegram តែម្ដងបាទអញ្ចឹងដើម្បីកុំឲ្យខាត់ពេលឥឡូវយើងដឹងថាតើយើងត្រូវទៅកំណត់នៅកន្លែងណាដែលយើងចូលទៅកាន់ Telegram តែម្ដងបាទអញ្ចឹងបងប្អូនចូលមកកាន់ Telegram របស់បងប្អូនទាំងអស់គ្នាតែម្ដងមកបាទអញ្ចឹងនៅពេលដែលបងប្អូនចូលមកកាន់ Telegram របស់បងប្អូនហើយបងប្អូនចូលទៅក្នុងក្រុមណាមួយឧទាហរណ៍ថាខ្ញុំចូលមកក្នុងក្រុមរបស់ខ្ញុំនេះដើម្បីកំណត់ថាតើនរណាជាប្រធានអនុប្រធានឬក៏សមាជិកនៅក្នុងក្រុមហ្នឹងបាទអញ្ចឹងយើងចូលទៅក្នុងក្រុមហ្នឹងតែម្ដងបាទបន្ទាប់ពីបងប្អូនចូលមកបងប្អូននឹងឃើញមានសមាជិកមានអីច្រើនហ្នឹងក្នុងក្រុមរបស់បងប្អូនអញ្ចឹងបងប្អូនចុចទៅលើសញ្ញាប៊ិចនៅខាងលើបាទបងប្អូនចុចលើសញ្ញាប៊ិចហើយបន្ទាប់មកបងប្អូនស្កូលមកក្រោមមកបងប្អូនចុចទៅលើពាក្យថា administrative មានន័យថា admin ហ្នឹងបងប្អូនចុចទៅលើកន្លែង administrative ហើយបន្តមកទៀតគឺបងប្អូនចូលទៅកាន់ពាក្យថា add admin នៅខាងលើ admin ហ្នឹងបងប្អូនចុចទៅលើពាក្យ add admin មកបងប្អូននឹងឃើញមានសមាជិក3នាក់នៅក្នុងក្រុម Telegram របស់ខ្ញុំចំណែកបងប្អូនអាចមានសមាជិកច្រើនជាងនេះបាទនេះគ្រាន់តែជាតែក្រុមលេខ Telegram មួយដែលខ្ញុំបង្កើតឡើងដើម្បីធ្វើជាឧទាហរណ៍ទេបាទអញ្ចឹងឧទាហរណ៍ថាបងប្អូនចង់កំណត់Telegram ណាមួយសមាជិកណាមួយធ្វើជាប្រធានអនុប្រធានឬក៏សមាជិកឧទាហរណ៍ថាខ្ញុំចង់ដាក់លើគេនេះមុនហើយបន្ទាប់មកបងប្អូនទាញចុះក្រោមបំផុតបងប្អូននឹងឃើញពាក្យថា custom title អញ្ចឹងបងប្អូនចុចលើពាក្យ custom title ឡើងមកបងប្អូនអាចសរសេរបានដាក់សមាជិកក្នុងមកអញ្ចឹងដាក់សមាជិកអញ្ចឹងពេលបងប្អូនបើកមកគឺបងប្អូននឹងឃើញពាក្យសមាជិកនេះនៅក្នុងក្រុមរបស់បងប្អូនតែម្ដងបន្ទាប់មកបងប្អូនចុច text នៅខាងលើបាទអញ្ចឹងបងប្អូនបានដាក់មួយហើយឥឡូវបងប្អូនចង់ដាក់មួយទៀតឧទាហរណ៍ថាខ្ញុំចូលទៅក្នុង add admin នេះមិញហើយបន្ទាប់មកខ្ញុំចុចទៅលើសមាជិកទី2របស់ខ្ញុំនេះហើយខ្ញុំទាញចុះក្រោមមកដល់កន្លែង custom title ខ្ញុំអាចដាក់ថាប្រធានបាទតបបងប្អូនចុច text នៅខាងលើបាទចុច text នៅខាងលើមកបាទឥឡូវយើងដាក់បាន2ហើយឧទាហរណ៍ថាយើងចង់ដាក់ទៀតតែនេះគឺជា admin អញ្ចឹងយើងមិនបាច់ដាក់ទេយើងដាក់តែប៉ុណ្្នឹងទេឥឡូវខ្ញុំឧទាហរណ៍បងប្អូនគឺ2អញ្ចឹងហើយយើងថយមកយើង text ខាងលើមួយនេះ text cell អូខេបាទអញ្ចឹងពេលដែលបងប្អូនបើកមកបងប្អូនឃើញនេះ2នាក់ដែលខ្ញុំដាក់មិញហ្នឹងសមាជិក2នាក់គឺមានមួយជាសមាជិកមួយជាប្រធានគឺដាក់នឹងមកឧទាហរណ៍ថាបងប្អូនចូលក្នុងក្រុមមកភ្លាមមកបើកចូលក្នុងក្រុមផ្លែតបងប្អូននឹងឃើញនៅកញ្ចក់នេះគេដាក់ហើយឃើញមាន owner នេះ owner យើងមិនដាក់ទេគឺវាចេញអញ្ចឹងតែម្ដងហើយជួរទី3នេះសមាជិកទី3គឺដាក់ថាសមាជិកហើយខាងក្រោមវានេះសមាជិកខាងក្រោមគឺប្រធានអញ្ចឹងមានន័យថាពេលដែលបងប្អូនចូលមកក្នុងក្រុម Telegram បងប្អូននឹងឃើញមានគេរាយតួនាទីហើយជាស្រេចថានរណាជាប្រធាននរណាជាអនុប្រធានឬក៏សមាជិកនៅក្នុងក្រុមជាស្រេចបាទនេះគឺជាវិធីកំណត់សមាជិកណាមួយដែលយើងអាចដាក់គាត់ជាប្រធានអនុប្រធានឬក៏ជាសមាជិកនៅក្នុងក្រុម Telegram នឹងតែម្ដងបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាយើងជួបគ្នានៅវីដេអូក្រោយទៀតបាយ